ឬតាគេថាតើម៉ាស៊ីនណាខ្លះមាន VTEC មុននឹងដឹងថាមានម៉ាស៊ីនណាខ្លះយើងមកគួរដឹងពីម៉ាស៊ីន VTEC Performance ដែលខ្ញុំនឹងលើកឡើងនៅក្នុងពេលនេះគឺមាន5 model នោះគឺ K20 CE3 ម៉ាស៊ីនប្រភេទនេះគឺមាននៅលើឡាន Honda Civic Si 8 Generation គឺជាប្រភេទម៉ាស៊ីន4ស៊ីឡាំង 2.0 លីត្រនិងបង្កើនកម្លាំងសេះរហូតដល់197 ក្បាលមាន VTEC និងបើក kick in នៅក្នុងរង្វិលជុំ 5800 RPM Civic Si គឺបង្កើតឡើងសម្រាប់ចែកចាយទៅលើបណ្ដាប្រទេសប៉ែកអឺរ៉ុបហើយជាប្រភេទឡានដែលដូចទៅនឹង Type R ដូចគ្នាតែប្រទេសជប៉ុនដែលជាប្រទេសកំណើតតែងតែហៅថា FD Type R ជាប្រភេទ JDM និងសហរដ្ឋអាមេរិកមាន Civic Si ជាប្រភេទ USDM ចំណុចឆ្ងាញ់របស់ប្រភេទម៉ាស៊ីននេះគឺលំហនៃដំណើរការម៉ាស៊ីន smooth ល្អជាងមុននិងចង្វាក់រង្វិលជុំម៉ាស៊ីនខ្លាំងជាងមុនបើប្រៀបធៀបទៅនឹង K20 A3